ញោមឈ្មោះនៅកូឡាបហើយគ្រួសារមានសមាជិក5នាក់ស្ថានភាពពីមុនដែលខ្ញុំអត់ទាន់បាន SNN ជួយឧបត្ថម្ភទៅស៊ីឈ្នួលកាច់ពោតគេកាប់ដលងគេដូចកូនដូចអីចឹងគឺគាត់ទៅស៊ីឈ្នួលលីដលងលីអីមួយថ្ងៃហ្នឹងវាបាន 20000 ប៉ុន្តែមិនហៅរាល់ថ្ងៃណាពេលដែលគេធ្វើការដាំដលងបានគេហៅយើងទៅតែគេដាំហើយគឺរួចហើយដីគឺគាត់ធ្វើកម្មករបេះម្រេចកម្រៃគាត់មួយខែ 600000 អត់គ្រប់ព្រោះយើងប្រាក់ចំណូលដែលយើងបែងចែកដូចជាកូនរៀនសាំងម៉ូតូហើយនឹងហូបចុកចក្រានជើងឆ្នាំងយើងឆ្នាំពេទ្យអីចឹងសពគ្រប់មកគឺអត់គ្រប់ទេគឺខ្ញុំធ្វើកូនខ្ទមនៅជាមួយមាន់អញ្ចឹងសូម្បីតែយើងទៅជឿអង្គគេក៏គេអត់ឲ្យដែរអាហ្នឹងជីវិតខ្ញុំកាលពីនៅចំណុចអត់មុនដំបូងខាងក្រុមការងារខាងអង្គការ SNN គាត់ចុះមកគាត់សួរខ្ញុំថាតើនៅជាមួយមាន់អញ្ចឹងដាំបន្លែមិនបានព្រោះយើងដាំបន្លែមាន់វាចឹកគាត់ឲ្យលុយ 600000 គាត់ប្រាប់ថាឲ្យយកមករាំងលវងសំណាញ់ដាំបន្លែទៅហើយក្នុងនឹងឲ្យដាក់មាន់ចារួចគាត់ប្រាប់ខ្ញុំថាចាំគាត់ជួយផ្ទះសំណាញ់មួយអញ្ចឹងខ្ញុំមានផ្ទះសំណាញ់ហើយក៏ខ្ញុំអត់មានទឹកដែរព្រោះអីកន្លែងខ្ញុំវាអត់មានប្រភពទឹកស្ទឹងទេសំណាញ់ហើយខ្ញុំទៅពិភាក្សាជាមួយខួនសីជាប្រធានសហគមន៍អញ្ចឹងគួរខ្ញុំដោះស្រាយរបៀបណាគាត់ឲ្យខ្ចីលុយ10លានខ្ចីលុយ10លានខ្ញុំបុកដងបានមួយបុកដងហើយធ្វើអីអត់ចេញទៀតគាត់ឲ្យតខ្សែភ្លើងចូលផ្ទះហើយតខ្សែភ្លើងតាំងពីនងមកដល់នេះជ័យគាត់1000ទៀតទាំងអស់14លានអស់14លានហើយគេមកសិក្សាទៅគេថាបូមទឹកហើយស្រោចកន្លែងអត់កើតតួតែយើងបូមទឹកពីរដងធ្លាក់ចូលស្រះបានស្រោចកើតអញ្ចឹងអត់ម៉ាស៊ីនម៉ាស៊ុតអត់ម៉ាស៊ីនទៀតជ័យគេ6លានទៀតទិញម៉ាស៊ីនម៉ាស៊ុតមកគ្រឿងអាធំនោះសប្ថ្ងៃហ្នឹងសូឡាគេដាក់ឲ្យ2300តែគេឲ្យបង់មលួសមួយខែគេយក100បើខែណាយើងដាំបានគេយកខែណាដែលដាំអត់បានឬក៏ជួបខូចបរាជ័យក៏គាត់អត់យករបស់យើងដែរហើយយើងមួយថ្ងៃដាក់ផែនការខ្លួនយើងមួយថ្ងៃបាន100000បើមួយថ្ងៃ100000បាន20លានហ្នឹងសងគេរួចដាក់ផែនការជាមួយប្តីប្រពន្ធចាប់ដើមដាំតសក់ខ្ញុំរកមួយខែបាន1500វិញចាអញ្ចឹងយកអា1500ទៅសងគេផងបងចរានជើងឆ្នាំងផងសល់បរិចទិញកស៊ូទិញតំណក់ទិញទៅយោថែបន្តិចមកទៀតបរិចបានដាំពេញប៉ោះមកកន្លែងទៀតបានដាំការខាត់ណាបានដាំពេកក្តោបរិចមកដប់មកហូតទល់សប្ថ្ងៃហ្នឹងឥឡូវខ្ញុំទិញដីគេនឹងបានមួយហាត់អស់8000ពីមុនខ្ញុំជួលគេទេខែ5ហ្នឹងខ្ញុំទិញបានកន្លះហាត់ថែមទៀតអញ្ចឹងកម្មសិទ្ធិរបស់ខ្ញុំនៅម្ដុំតំណឹងវាមួយហាត់កន្លះខ្ញុំទិញបានផ្ទះសំណាញ់ខ្ញុំធ្វើបានផ្ទះខ្ញុំធ្វើបានឡអូស្មန်សម្រាប់ដាំបាយចំអិនម្ហូបអញ្ចឹងសប្ថ្ងៃហ្នឹងវាធូរដល់មកកម្រិតដោយសារសហគមន៍គាត់ជួយទ្រាំទ្រខ្ញុំខ្លាំងមែនទែនពេលដែលខ្ញុំលំបាកអត់មានអ្នកណាជួយក្រៅពីសហគមន៍ទេចាប្រមូលផលឧទាហរណ៍ថាមួយថ្ងៃអញ្ចឹងលក់ចេញក្នុងមួយមុខបើសិនតែដល់ដូចជាសសក់មួយមុខមួយថ្ងៃ100គីឡូលឹកខ្ទឹមអញ្ចឹង20គីឡូអាហ្នឹងលឹកខ្ទឹមបើអានូងអញ្ចឹងមួយមុខ10គីឡូតឡាច10គីឡូទ្រាប់ស្រួយ20គីឡូប៉ះខ្លះបើវាគេកំងច្រើនលោតដល់ទ្រាប់ស្រួយ50គីឡូក្នុងមួយថ្ងៃខ្ញុំរកបានចាប់ពី100000ទៅ20000នៅក្នុងគ្រួសាររាល់ថ្ងៃម្ចាស់គម្រោងគេមកមើលទៅគេថាបើខ្ញុំនឹងធ្វើគេនឹងឲ្យអញ្ចឹងគេឲ្យផ្ទះសំណាញ់2គេតឡើងឲ្យ2ហ្នឹងមួយខែគេយក1លាន20ផ្ទះសំណាញ់មួយខ្ញុំលក់បាន1លាន50ទៅ2លានផលិតផលខ្ញុំវាអត់ក្រោមពី4000ទៅ5000ទេ1គីឡូព្រោះបន្លែខ្ញុំស្ពៃកញ្ញាញ់ហ្នឹងយើងដាំយកពូជត្រូវទីផ្សារអត់ដាំអាពូជទូចទេគឺយើងដាំប្រភេទកញ្ញាញ់ក្តោបអញ្ចឹងទីផ្សារគាត់ទ្រាំទ្រយើង 100% អញ្ចឹងយើងដាំបានដឹងតែអស់ហើយអត់ចេះសល់ទេដៃគួរសាមញ្ញហ្នឹងបាន5-10គីឡូ15គីឡូចា15គីឡូពេលបងឯងប្រាប់ថាឲ្យរាប់ទៅ
ជាចុងក្រោយខ្ញុំសូមដាំទៅឲ្យកសិករគ្រប់រូបកុំឲ្យផ្ដោតទៅខាងតែស្រុកគេពេកព្រោះស្រុកខ្មែរយើងអាចផលិតជាបន្លែបានផលិតជាកសិកម្មបានក៏មានកន្លែងលក់ដែរឲ្យតែយើងស្គាល់ច្បាស់លាស់កាលខ្ញុំវាអត់ទាន់ស្គាល់ផ្សារទំនើបអត់ទាន់ស្គាល់ទីផ្សារនៅក្នុងដៃក៏ខ្ញុំថាដាំបន្លែនឹងលក់ណាទេតែឥឡូវទីផ្សារយើងទូលំទូលាយខ្លាំងណាស់យើងដាំបន្លែមិនមែនតម្រូវការដោយចិត្តខ្លួនឯងចង់ពេលដែលយើងដាំបន្លែដែលទីផ្សារគាត់ចង់គឺអត់ពិបាកលក់ទេបើបងប្អូនកសិករគ្រប់រូបគិតកន្លែងនឹងឲ្យឃើញគឺល្អខ្លាំងណាស់អារម្មណ៍តខ្លួនរាល់ថ្ងៃដែលខ្ញុំធ្វើជោគជ័យសប្បាយចិត្តហើយខ្ញុំតាក់ទាញបងប្អូនចូលរួមរឹតតែច្រើនរាល់ថ្ងៃនេះឡើង25គ្រួសារចក្ខុវិស័យខ្ញុំទៅមុខទៅខ្ញុំចង់ឲ្យបានគ្រួសារខ្ញុំនឹងបានផ្ទះសំណាញ់10ដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យត្រូវតាមគេកំង